ជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូទី2នៃមេរៀន CRT របស់យើងដោយនៅក្នុងវីដេអូទី1គឺខ្ញុំបានធ្វើឲ្យទាក់ទងជាមួយនឹង structure ឬក៏របៀបមើលជាមួយនឹង CRT ថាតើ CRT ហ្នឹងវា work បែបណាអញ្ចឹងចំពោះនៅក្នុងវីដេអូនេះវិញគឺយើងនឹងមកមើលអំពី keyword មួយដែលវាពិតជាពេញនិយមខ្លាំងមែនទែនដែលគេប្រើវាក្នុងការ entry ជាមួយនឹង CRT ហ្នឹងចឹងអ្នកគ្នាត្រូវស្គាល់ពី keyword មួយនឹងសិនដែល keyword ហ្នឹងឥឡូវគឺពេញនិយមហើយចឹងបាទខ្ញុំនឹងលើកមកបញ្យល់អ្នកគ្នាពី keyword មួយហ្នឹងទៅយើងអាចធ្វើការយកវាដើម្បី combine ជាមួយនឹង CRT concept បានចឹងចំពោះ keyword មួយហ្នឹងគឺវាមានឈ្មោះថា QM ឬក៏អ្នកខ្លះហៅថា QML ហ្នឹងគឺ QM level ហ្នឹងដែលពាក្យពេញរបស់វាគឺ Quasimido ខ្ញុំអត់ដឹងថាខ្ញុំអានត្រូវឬក៏អត់ទេចឹងអ្នកគ្នាអាចទៅការមើលបានអាហ្នឹងគឺជា QM level ឥឡូវយើងមកមើលថាតើ QM level ហ្នឹងវាមាន structure បែបណានិង work បែបណាយើងមកមើលជាមួយនឹងតម្រងសាលមុនចឹងចំពោះតម្រងសាលនេះយើងបាន mark ហើយថាខ្ញុំបាន mark ហើយថានេះគឺជា QM level ចឹងចំពោះ QM level យើងមកមើលពីចំណុចចាប់ផ្ដើមរបស់វាចឹងនៅកន្លែងនេះដំបូងវាគឺជា support មួយត្រូវអត់វាគឺជា sorry អ្នកគ្នាវាគឺជា resistance មួយដល់ពេលដែល resistance ហ្នឹងផ្សារវាបានឡើងទៅការបុកបែកជាមួយនឹង resistance មួយហ្នឹងហើយផ្សារវាបានចុះមកវិញវាបានចុះមកបែកជាមួយនឹងក៏ចុះផុតអាកន្លែងមួយនឹងដដែលហើយវាឡើងទៅវិញអាហ្នឹងហើយគឺជា QM level ហើយអញ្ចឹងដល់ពេលដែលផ្សារវាបានបុកបែកជាមួយនឹងresistance មួយហ្នឹងហើយវាឡើងទៅបានបន្តិចឬក៏ឡើងបានមួយចំនួនវាទៅការចុះមកវិញហើយវាបានបែកជាមួយនឹងកន្លែងហ្នឹងដដែលអញ្ចឹងវាបានខ្លាយទៅជាតម្រង QM មួយហើយវាស្តៀងគ្នាជាមួយនឹងវាស្តៀងគ្នាជាមួយនឹងpattern មួយដែលយើងហៅវាថា head and shoulder យើងតែងតែធ្លាប់ឮមើលទៅ head and shoulder នេះគឺជា head អានេះគឺជា shoulder អានេះគឺជា shoulder ដល់ពេលដែលសារវាបានបង្កើត QM ហើយគឺវាឡើងមកវិញឡើងមកយកជាមួយនឹង QM មួយនឹងវិញហើយគឺវាទៅការ reverse ឬក៏ react ចុះមកក្រោមអាហ្នឹងចំពោះករណីសារតម្រងសារគឺបែបហ្នឹង so អ្នកគ្នាតន់បានទេចំពោះកន្លែងហ្នឹងគឺយើងប្រើប្រាស់វាបែបហ្នឹងគឺយើងទៅការចាំសារវិញហើយសារវានឹង react ចុះមកក្រោមហើយឥឡូវយើងមកមើលជាមួយនឹងតម្រងបាយវិញម្ដងយើងមើលជាមួយតម្រងបាយវាអត់ខុសគ្នាពីតម្រងសាលទេតែតម្រងបាយយើងមើលថាដំបូងគឺវាជា support level មួយតែស្រាប់ពេលផ្សារវាមកវាបុកមកដល់ផ្ដាច់ជាមួយនឹង support នឹងឬក៏បែកជាមួយនឹង support មួយនឹងហើយវាចុះមកបានមួយចំនួនហើយវាឡើងទៅវិញវាឡើងទៅហួសជាមួយនឹងកន្លែងចាស់ហ្នឹងកន្លែង key level ហ្នឹងហើយវាបានបង្កើតទៅជាតម្រង QM ហើយដល់ពេលដែលវាចុះមកហើយបែកវាឡើងទៅវិញវាហួសកន្លែងហ្នឹងដដែលវាបានខ្លាយទៅជាតម្រង QM ហើយបើអ្នកនរគ្នាប្រើជាមួយឬក៏ធ្លាប់ដឹងពី concept of SNR key level ហ្នឹង QM ហ្នឹងដំបូងវាគឺជា support ហើយវាបានបែកខ្លាយទៅជា resistance វិញឬក៏ support become resistance ឬក៏ SBR ហ្នឹងបន្តមកទៀតវាអត់ respect ជាមួយនឹង SBR ហ្នឹងទេវាបានបែកជាមួយនឹងអាហ្នឹងមួយទៀត so កន្លែងហ្នឹងខ្លាយទៅជា QM level ដើម្បីឲ្យវាចុះមកវិញយើងធ្វើការ entry នៅកន្លែងហ្នឹងដើម្បីបែក so អាហ្នឹងគឺវា work បែបហ្នឹងចំពោះ QM ឬក៏ QML level អញ្ចឹងយើងធ្វើការទៅមើលជាមួយនឹងទីផ្សារជាក់ស្ដែងថាតើវាមានតម្រងបែបណាខ្ញុំធ្វើការចាប់ទីផ្សារជាក់ស្ដែងឲ្យអ្នកគ្នាមើលអូខេអ្នកគ្នាចំពោះ QML level ឬក៏ QM level ហ្នឹងខ្ញុំសូមបញ្ជាក់ថាយើងចាប់ជាមួយនឹង body អ្នកគ្នាយើងអត់ចាប់ជា wick ទេគឺយើងចាប់ជាមួយនឹង body ឥឡូវដើម្បីឲ្យអ្នកគ្នាដែលទៅតែចាប់ផ្ដើមមើលជាមួយនឹង QM នឹងងាយស្រួលអ្នកគ្នាអាចធ្វើការមើលមកកន្លែងនេះអ្នកគ្នាយកជាមួយនឹង line chart មួយនេះមកឬក៏អ្នកគ្នាចុចកន្លែងនេះមកឃើញ line chart អញ្ចឹង switch មកកាន់ line chart មួយនេះមកដែល line chart ហ្នឹងគឺវា show ជាតម្រងដូចខ្ញុំបញ្យល់ខាងមុនហ្នឹងដែលវាបង្ហាញតែជាមួយនឹង body របស់ market ទេឥឡូវយើងមកមើលកន្លែងនេះមួយកន្លែងនេះអ្នកគ្នាឃើញទេកន្លែងនេះគឺជា QML ហើយមូលហេតុអីបើខ្ញុំចាប់ទុកកន្លែងហ្នឹងគឺជា QML ឬក៏ចាប់វាជា QML បានឡើយខ្ញុំសុំធ្វើការ mark វាមួយសិននេះគឺជា QM ហើយអញ្ចឹងអ្នកគ្នាឃើញទេ
ឃើញតម្រង់វាដូចជាមួយនៅខាងលើហើយដំបូងគឺយើងមានជាមួយនៅនេះជា resistance នៅកន្លែងហ្នឹងមួយត្រូវអត់បន្តមកទៀតសារវាបានទៅការបុកផ្ដាច់ជាមួយ resistance ហ្នឹងដែល resistance មួយហ្នឹងខ្លាចទៅជា support ហើយជា RBS ហើយសារវាបានចុះមកវិញវាអត់ respect កន្លែងហ្នឹងទេគឺវាទៅការចុះមកបែកជាមួយនឹងកន្លែងហ្នឹងមួយទៀតអញ្ចឹងវាបានខ្លាចទៅជាតម្រង់ QM level ហើយ so គឺយើងធ្វើការរងចាំវាឡើងមកប៉ះជាមួយនឹងកន្លែងហ្នឹងវិញហើយវាទៅការ react ចុះហើយយើងអាចធ្វើការ entry នៅម្ដុំនឹងបានឥឡូវយើងធ្វើការមកមើលជាមួយនឹង body វិញថាតើយើងមើលមួយ candle វិញថាតើវា respect ឬក៏បានប៉ះជាមួយនឹង key level មួយនឹងអត់អូខេអ្នកគ្នាឃើញសារវាបានឡើងមកប៉ះជាមួយនឹង key level ហ្នឹងឯងឬក៏ប៉ះជាមួយនឹង QM level ហ្នឹងឯងអញ្ចឹងគឺយើងអាចធ្វើការ entry នៅកន្លែងហ្នឹងបានដល់ក៏ប៉ះភ្លាមគឺវាធ្វើការ react ចុះមកក្រោមនេះខ្ញុំឧទាហរណ៍ថាអ្នកគ្នាប្រើតែវាមួយអ្នកគ្នា entry ឆាវនៅកន្លែងហ្នឹងអញ្ចឹង SL អ្នកគ្នាបានតិចខ្លាំងមែនទែនដោយសារគឺវា reject ជាមួយកន្លែងហ្នឹងខ្លាំងអញ្ចឹងអាចដាក់ TP នៅ low ឬក៏នៅកន្លែងណាមួយដែរឬក៏ liquidity អញ្ចឹងគឺគេ play បែបហ្នឹងជាមួយនឹង QM level តែគេឃើញ QM វាដល់ smooth ឯអ្នកគ្នាគឺវាមាន powerful ខ្លាំងមែនទែនគឺគេប្រើបែបហ្នឹងចំពោះ QM level ឥឡូវយើងមើលតម្រង់ដែល buy វិញម្ដងឥឡូវយើងមើលកន្លែងនេះយើងឃើញជាមួយនឹង QM level ហើយត្រូវអត់អ្នកគ្នាទៅការ switch មកកាន់ line chart មកយើងឃើញមួយណាជា QM level គឺកន្លែងនេះត្រូវអត់ជា QM level so យើងដឹងហើយតម្រង់ QM បែបណាដំបូងអានេះគឺជា support មួយដែលសារវាចុះមកវាបានបុកបែកជាមួយកន្លែងហ្នឹងវាខ្លាចជា resistance ប៉ុន្តែដល់ពេលវាឡើងទៅវិញគឺវាបែកជាមួយនៅកន្លែងហ្នឹងម្ដងទៀតអញ្ចឹងវាបានបង្កើតទៅជា QM level វាបានបង្កើតទៅជា QM level នៅកន្លែងអញ្ចឹងយើងអាចធ្វើការ mark កន្លែងនេះមកខ្ញុំសូមធ្វើការ mark វាថាជា QM level នៅកន្លែងហ្នឹងហើយយើងដល់ពេលដែលផ្សារចុះមកគឺយើងរងចាំវាដើម្បីធ្វើការបាយទៅវិញអញ្ចឹងគឺ play បែបហ្នឹងឥឡូវយើងមកមើលជាមួយនឹង candle វិញ so យើងឃើញហើយនេះគឺជាកន្លែង QM យើងហ្នឹងគឺផ្សារវាបានជាមួយ respect កន្លែងហ្នឹងវាឡើងទៅវិញវាចុះដល់ដាច់ជាមួយនឹង low ហ្នឹងទេអញ្ចឹងបើយើងលេងគឺយើងអាចធ្វើការចូល long ឬក៏ buy នៅកន្លែង QM ហ្នឹងបានយើងដាក់ SL នៅក្រោម low ហ្នឹងមកឬក៏ដាក់នៅគៀកហ្នឹងមកហើយយើងធ្វើការយកជាមួយ TP 1 ទល់ 1ឬក៏1 ទល់ 2អញ្ចឹងទៅគឺយើងអាច play មួយវាបានដែរប៉ុន្តែយើង play ជាមួយវាតែឯងគឺអត់គ្រប់គ្រាន់ទេអ្នកនាងគឺយើងត្រូវការ confirm អញ្ចឹងនៅក្នុងវីដេអូក្រោយគឺខ្ញុំធ្វើការប្រើប្រាស់ជាមួយនឹង QML level ឬក៏ QM level ហ្នឹងដើម្បីចូលឬក៏ combine គ្នាជាមួយនឹង candle rank theory ដែលយើងបានរៀនពីវីដេអូមុនដែលខ្ញុំនឹងធ្វើការ combine រវាងពីរហ្នឹងបញ្ចូលគ្នានិងប្រាប់អ្នកនាងអំពីរបៀបដែលយើងធ្វើការប្រើប្រាស់ពួកវាទាំងពីរហ្នឹងទាំង candle rank theory ជាមួយនឹង QM ហ្នឹងបញ្ចូលគ្នាដើម្បី entry ជាមួយនឹង market so នៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកនរគ្នាតាមតននៅការចាប់ឬក៏របៀបមើលជាមួយនឹង QM level នៅក្នុងថ្ងៃនេះអរគុណអ្នកគ្នាសម្រាប់ការតាមដានមើលវីដេអូហ្នឹងជម្រាបលាបាយបាយ